សូមមានអ្នកទាំងអស់គ្នានេះខ្ញុំឈ្មោះសុខអូនរួមទាំងអ្នកខ្ញុំពីរនាក់ទៀតម្នាក់ឈ្មោះសឺផានហើយនឹងម្នាក់ទៀតឈ្មោះសារិនស៊ូចាថ្ងៃនេះហើយនឹងខ្ញុំចូលនិយាយអំពីពិធីបុណ្យនៅប្រទេសកម្ពុជាចាពិធីបុណ្យនៅប្រទេសកម្ពុជាយើងមានពិធីបុណ្យចូលឆ្នាំខ្មែរនិងពិធីបុណ្យជុំបិណ្ឌពិធីបុណ្យច្រត់ព្រះនង្គ័លពិធីបុណ្យកឋិនអ៊ុំទូកអមបុស្ពេព្រះខែបុណ្យចម្រើនព្រះជន្មនិងបុណ្យពិសាខបូជាចានេះខ្ញុំចង់បង្ហាញពីពិធីបុណ្យចូលឆ្នាំខ្មែរមុនគេគឺចាពិធីបុណ្យចូលឆ្នាំខ្មែរគឺជាបុណ្យដែលប្រជាជនជាច្រើនអ្នកដើរលេងកម្សាន្តទៅទីកន្លែងនានាគេធ្វើឡើងតាមរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី13ហើយ14និង15ខែវិសាខជារៀងរាល់ឆ្នាំចាមួយទៀតគឺពិធីបុណ្យជុំបិណ្ឌពិធីបុណ្យជុំបិណ្ឌគឺជាពិធីបុណ្យជុំបិណ្ឌគឺជាបុណ្យដែលប្រជាជនធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តហើយមានរយៈពេល15ថ្ងៃគឺចាប់ពីថ្ងៃ100ដល់ថ្ងៃ15រោចខែផុតបត់ជារៀងរាល់ឆ្នាំហើយរំលឹកដល់ញាតិសន្តានដែលគាត់បានស្លាប់ទៅចាហើយមួយទៀតគឺពិធីបុណ្យចូលព្រះនង្គ័លចាពិធីបុណ្យចូលព្រះនង្គ័លគឺជាបុណ្យដែលគេធ្វើឡើងដើម្បីរំលឹកដល់ការធ្វើស្រែចម្ការនិងដំណើរផ្សេងៗចាមួយទៀតគឺពិធីបុណ្យអ៊ុំទូកអមបុស្ពេព្រះខែពិធីបុណ្យអ៊ុំទូកអមបុស្ពេព្រះខែគឺជាបុណ្យដែលធ្វើឡើងដើម្បីរំលឹកដល់ញាតិសន្តានដែលបានស្លាប់ទៅហើយមានរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី13ដល់15កើតខែកដកជារៀងរាល់ឆ្នាំចាមួយទៀតពិធីបុណ្យកឋិនគឺជាបុណ្យដែលធ្វើឡើងដើម្បីប្រគេនសម្ភារៈផ្សេងៗដល់ព្រះសង្ឃនៅវត្តនេះចាមួយទៀតគឺពិធីបុណ្យពិសាខបូជាគឺជាបុណ្យដែលធ្វើឡើងដើម្បីរំលឹកដល់ពេលដែលព្រះពុទ្ធទ្រង់ប្រសូតត្រាស់ដឹងនិងចូលបរិនិព្វានចាមួយទៀតចាពិធីបុណ្យចម្រើនព្រះជន្មគឺជាបុណ្យដែលធ្វើឡើងដើម្បីឲ្យមានអាយុវែងជាល្អហើយសុខសប្បាយចាសួស្តីអ្នកទាំងអស់គ្នានេះខ្ញុំឈ្មោះសុផានខ្ញុំចង់បកស្រាយពីពិធីបុណ្យនៅប្រទេសកម្ពុជាពិធីបុណ្យនៅប្រទេសកម្ពុជាមានដូចជាបុណ្យចូលឆ្នាំខ្មែរបុណ្យជុំបិណ្ឌបុណ្យច្រត់ព្រះនង្គ័លបុណ្យកឋិនទានបុណ្យអ៊ុំទូកបុណ្យពិសាខព្រះខែបុណ្យចម្រើនព្រះជន្មបុណ្យវិសាខបូជាចូលដល់ស្លាមទៀតពីពិធីបុណ្យចូលឆ្នាំខ្មែរគឺជាបុណ្យដែលប្រជាជនជាច្រើនអ្នកដើរលេងកម្សាន្តនៅទីកន្លែងនានាគេធ្វើឡើងរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី13 14និង15ខែមេសាជារៀងរាល់ឆ្នាំពីពិធីបុណ្យជុំបិណ្ឌគឺជាបុណ្យដែលប្រជាជនធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តហើយមានរយៈពេល15ថ្ងៃគឺថ្ងៃទី100ដល់15រោចខែភទ្របទជារៀងរាល់ឆ្នាំហើយរំលឹកដល់ញាតិសន្តានដែលបានស្លាប់ទៅស្លាយមួយទៀតពិធីបុណ្យចូលព្រះនង្គ័លជាបុណ្យដែលធ្វើឡើងដើម្បីរំលឹកការធ្វើស្រែចម្ការស្លាញ់ទៀតពិធីបុណ្យអ៊ុំទូកអមបុស្ពេព្រះខែពិធីបុណ្យអ៊ុំទូកអមបុស្ពេព្រះខែជាបុណ្យដែលធ្វើឡើងដើម្បីរំលឹកដល់ញាតិសន្តានដែលបានស្លាប់ទៅហើយមានរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី13ដល់15កើតខែភទ្របទជារៀងរាល់ឆ្នាំស្លាយមួយទៀតពិធីបុណ្យកឋិនទានជាបុណ្យដែលធ្វើឡើងដើម្បីប្រគេន
ឧបស្ការៈវិជ្ជាផ្សេងដោយព្រះសង្ឃនៅវត្តនានាចលស្នាពិធីបុណ្យវិសាខបូជាជាបុណ្យដែលធ្វើឡើងដើម្បីរំលឹកដល់ពេលដែលព្រះពុទ្ធទ្រង់ប្រសូតត្រាស់ដឹងនឹងចូលបរិនិព្វានចលស្នាទៀតពិធីបុណ្យចម្រើនវិចិត្រជាបុណ្យដែលធ្វើឡើងដើម្បីឲ្យមានអាយុវែងជាល្អសុខសប្បាយអូនខ្ញុំស្ដាយឡើងមកសុខពីបានចាមានដំណេះសុខវីដេអូខ្ញុំសួស្ដីមិត្តភក្តិរបស់ខ្ញុំចង់ផ្សាយខ្ញុំបកស្រាយពីទីបនចូលឆ្នាំខ្មែរទីបនចូលឆ្នាំខ្មែរទីបនចូលឆ្នាំខ្មែរទីបនជុំបិណ្ឌទីបនអបមកសិបខែចំណែកទីបនចូលឆ្នាំវិញទីបនចូលឆ្នាំខ្មែរគឺជាពិធីបនដែលប្រជាជនប្រារព្ធពិធីនៅទីតាំងនៅថ្ងៃទី13 14ទៅ 15 ពិធីបន់ជុំវិញគឺជាពិធីបន់ដែលប្រជាជនយើងប្រារព្ធទៅតាមថ្ងៃទីគឺជាចាប់ពីថ្ងៃ11ដល់15ខែที่บอนจะเป็นเกลือที่บอนจะเป็นเกลือជាពិធីបន់ដែលគេតាំងបីបារម្ភជាពិធីបន់ដែលគេបានតាមបីដល់ខែធ្វើស្រែចម្ការពិធីបន់អមមកសុភខែគឺជាពិធីបន់ដែលគេប្រារព្ធឡើងដើម្បីរំលឹកដល់ដែលបានសាងហើយមានចាប់ពីថ្ងៃ13ទៅ13ដល់15កើតរៀងរាល់ឆ្នាំទីបងកឋិនទានដើម្បីប្រារព្ធប្រជាជនខ្មែរដល់ព្រះខ្ញុំមកបកស្រាយអំពីវិស័យកសិកម្មព្រះសង្ឃមានពីក្រុមនិងមានបណ្ឌិតមានសំឡេងមានសមាជិក5នាក់ពិធីបន់លាកសាបូជាគឺជាកលានេះគេនិយមលេងជាបន់ដែលគេដើម្បីធ្វើឡើងដើម្បីប្រារព្ធគេនិយមលេងនៅពេលគេដល់ពេលដើម្បីព្រះពុទ្ធបានទ្រង់បានត្រាស់អប្រសូតដឹងនឹងចូលព្រះរាពានពិធីបន់ចម្រើនវិជនដែលជាពិធីបន់ដែលគេធ្វើឡើងឲ្យអាយុវែងនិងសុខសប្បាយ